សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាមួយទៀតហើយនៅក្នុងវីដេអូថ្មីដែលនិយាយអំពីទម្លាប់ដែលទុកបាយសមិនត្រឹមត្រូវដូចជានាំជំងឺចូលរាងកាយដោយមិនដឹងខ្លួនបាយគឺជាអាហារសំខាន់ក្នុងអាហារប្រចាំថ្ងៃរបស់ប្រជាជនជាច្រើនជាពិសេសនៅតំបន់អាស៊ីទោះជាយ៉ាងណាក៏ដោយការទុកដាក់បាយមិនត្រឹមត្រូវអាចបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពនេះគឺជាកំហុសទូទៅចំនួន5នៅពេលរក្សាទុកបាយដែលអ្នកត្រូវជៀសវាង 1. ទុកបាយនៅសីតុណ្ហភាពបន្ទប់យូរពេកកំហុសដ៏ធំបំផុតហើយក៏ជាមូលហេតុចម្បងនៃការពុលអាហារពីបាយដែលត្រជាក់គឺជាការទុកអង្ករនៅសីតុណ្ហភាពបន្ទប់យូរពេកជាពិសេសបាក់តេរីនឹងលូតលាស់យ៉ាងឆាប់រហ័សនេះគឺជាបាក់តេរីមួយប្រភេទដែលផលិតជាតិពុលអ៊ីម៉ាទិកនិងវាដែលបណ្ដាលឲ្យមានរោគសញ្ញានៃការក្អួតនិងវាកុំទុកអង្ករនៅសីតុណ្ហភាពបន្ទប់លើសពី2ម៉ោងប្រសិនបើមិនបានប្រើក្នុងរយៈពេលនេះទេចូលបោះចោលដើម្បីជៀសវាងហានិភ័យនៃការពុល 2. កុំទុកបាយក្នុងទូទឹកកកយូរពេកទូទឹកកកគឺជាជំនួយការដ៏អស្ចារ្យក្នុងការរក្សាទុកអាហារប៉ុន្តែវាមិនមែនមានន័យថាបាយអាចរក្សាទុកដោយគ្មានកំណត់នៅក្នុងនោះទេប្រសិនបើរក្សាទុកមិនបានត្រឹមត្រូវនោះវានឹងនៅតែអាចคล้ายទៅជាផ្សិតជាពិសេសនៅពេលប៉ះពាល់នឹងខ្យល់សើមទោះបីជាសីតុណ្ហភាពទាបជួយកាត់បន្ថយការលូតលាស់របស់បាក់តេរីក៏ដោយក៏វាមិនអាចបញ្ឈប់ដំណើរការនេះបានទាំងសងដែរបាយគួរតែត្រូវបានប្រើក្នុងរយៈពេល1 ទៅ 2 ថ្ងៃបន្ទាប់ពីត្រូវបានរក្សាទុកក្នុងទូទឹកកកមុនពេលទទួលទានសូមកុំដើរឡើងវិញយ៉ាងហ្មត់ចត់នៅសីតុណ្ហភាពលើស75អង្សាសេដើម្បីសម្លាប់បាក់តេរីដែលនៅសេសសល់ទី3ការកម្ដៅបាយច្រើនដងការកម្ដៅបាយច្រើនដងមិនត្រឹមតែបាត់បង់សារធាតុចិញ្ចឹមប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់បាក់តេរីលូតលាស់កាន់តែខ្លាំងរាល់ពេលដែលវាត្រូវបានកម្ដៅឡើងវិញបាក់តេរីមានឱកាសកើនឡើងនិងបង្កើតជាតិពុលដែលបង្កើនហានិភ័យនៃការពុលដូច្នេះហើយអ្នកគួរតែកម្ដៅបាយម្ដងមុននឹងញ៉ាំបើមានបាយដែលនៅសេសសល់បន្ទាប់ពីញ៉ាំរួចត្រូវបោះចោលជាជាងព្យាយាមកម្ដៅវាម្ដងទៀតទី4រក្សាទុកអង្ករក្នុងធុងដែលគ្មានអនាម័យប្រអប់ដាក់បាយដែលមិនស្អាតគឺជាឋានសួគ៌សម្រាប់បាក់តេរីលូតលាស់បាក់តេរីពីបរិយាកាសខាងក្រៅពីដៃមនុស្សឬពីអាហារផ្សេងទៀតអាចជ្រាបចូលបានយ៉ាងងាយនិងវាយប្រហារបាយរបស់អ្នកដូច្នេះប្រើប្រអប់ស្អាតដែលមានគម្របតឹងដើម្បីទុកវាលាងសម្អាតប្រអប់បាយឲ្យបានទៀងទាត់ជាមួយសាប៊ូនិងទឹកស្អាតដើម្បីជៀសវាងការចម្លងរោគ 5. ញ៉ាំបាយត្រជាក់មនុស្សជាច្រើនមានទម្លាប់ទទួលទានបាយត្រជាក់ដោយសារតែភាពងាយស្រួលរបស់វាទោះជាយ៉ាងណាក៏ដោយការទទួលទានបែបនេះអាចបណ្ដាលឲ្យមានបញ្ហារំលាយអាហារជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អនៅពេលដែលបាយត្រជាក់ម្សៅខ្លះបំប្លែងទៅជាម្សៅធន់ដែលពិបាករំលាយជាងអង្ករត្រជាក់អាចផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ជាពិសេសប្រសិនបើមិនបានរក្សាទុកបានត្រឹមត្រូវប្រសិនបើអ្នកមានសញ្ញាមួយនៃការពុលអាហារបន្ទាប់ពីទទួលទានបាយរួចត្រូវប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតបំផុតដើម្បីពិនិត្យនិងព្យាបាលទាន់ពេលវេលាអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ